នៅក្នុងឱកាសពេលនោះព្រះអង្គក៏ចូលទៅដល់ក៏ចូលទៅដាស់ឆានអាមាត្យឲ្យនាំយកកណ្ដកៈមកថ្វាយព្រះអង្គមុនព្រះអង្គយាងចេញទ្រង់បានយាងទៅបន្ទប់ប្រឡាបន្ទាន់របស់ព្រះមហេសីប្រាថ្នានឹងលើកព្រះរាជបុត្រ3ត្រកងជាចុងក្រោយតែទ្រង់ឃើញព្រះនាងពំពាទៅមកព្រះនាងពំពាយកព្រះទុំលក់យកប្រហោះដាក់លើព្រះរាជបុត្រដោយខ្លាចក្រែងព្រះនាងតើនឡើងទ្រង់យាងចេញទៅក្រៅវិញទៅទ្រង់ចិន្តាថាចាំគ្រាក្រោយសឹមមកឃើញមុខកូនទ្រង់បានសម្រេចប្រតិព្រះប្រតិហើយទៅមកច្បាស់លាស់ហើយទ្រង់ក៏ស្ដេចយាងចេញពីព្រះរាជនិវេស